มีบสู้ลูกครูบ้านจะมีสู้มิงมินโยไอกระซามากบก่อนให้หน่อยมิงจ้ายอมมาให้ลูกครูหัวลูกครูมีถือกาไอประทานตีบอัดลูกครูบ้านอัดไอเตมิงในจำแต่ถนัดเลือกชมก่อนมาปีนัดมาดองเทียแต่ปนน้องมิงแน่ลูกครูซาขยมมากทำเถินนะตั้งแต่ปิดามอเนี่ยมันได้ใจบอลเลยปีเนี่ยนาเตอันเลื่อนใจลูกครูจังฉันโปรจิ๋วขมักแค่เหม็นดังอัดไอเตมิงให้ลูกครูสมลูกครูว่ากลมแผลในหน้าดังปีปุกขยมใจลอยเนี่ยสาลูกครูบ้านมันไอเทมิงนี่เชียร์ตัวหนึ่งที่สำหรับขยมแต่ให้ขนมการแต่ซาปอร์เมียนสำงัดสำหรับอัตติจนบ้านมันมีไว้จำบัตรขยมมันนั่งมันบางทางจริงมองเต้มิงโอ้ยขยมออกคนในลูกครูถูกจัดติ๊กบ้านจังขยมโซมันจะในมิงมาดองเทียท้าในมิงโดยการดำต้นจำนวนหน่วยเรียนเรียลดำใบเต็งตำหนิงมาดับมันแถมให้ลูกปูคือจีเชียงถือเตี้ยในมิงจีเนตถือสายหนึ่งมินลวกไอวันจับหอยบรรทัดมันตุ้ยในมุกเตะจ้าเธอไอ้ลูกครูแน่ลูกครูลอยนังมันตื้อไปชีอาจบานมุนโจชนำได้เต้ลูกครูบ้านน่ะมิงปีโปรอยู่บ่มพอดประหายเฉียบใบทางไงแต่ปนน้องเนี่ยมิงนั่งตัวบ้านลอยเนื้อให้เนี่ยมิงประหยัดลอยคลางแมนเต้เนี่ยมิงโอ้คือมิงเนี่ยจองตินในวันดับไทม์เอาต้นเดินบนโจชนำนะลูกครูปัวโจชนำจังลุดัดนะเนี่ยมันเนี่ยบ้านชุบเสมียมอปีกรุบตีกันไรดับใบชุบจุ่มกูซ่าบ้านเนี่ยมิงกลมบารมจำชิมช่วยประหยัดเอาเนี่ยมิงจ้าออกคนในลูกครูจังเนี่ยมิงชิมส้มจุ่มเรียบเรียนเนี่ยมิงสันให้เนี่ยมิงจ้าลูกครูไงได้เฮ้ยจังก็คิมกึศแต่หอบติดซาติมหอบตะกวนสลอหอบสันแม่โอ้ยมิงมาดอกซ้ายนี่ไตรขยมไงน้องสอกนางมิงเอ้ยช่วยติงมากะโหลปีกะโหลอย่าเตะเตะมิงโอ้มิงเนี่ยជួយទិញត្រីខ្ញុំ1គីឡូ2គីឡូមកមិញអើយនេះស្រស់ដល់ហើយនេះទឹកនឹងត្រីល្អទៀតហើយមិញមើលមកណាមើលអាក្បាត្រីមួយនេះ1គីឡូប៉ុន្មានដែរមិញអាហ្នឹង15000មិញថ្លៃម៉េះនេះ13000បានហើយមិញអើយណែអត់កាត់ថ្លៃទេមិញ1គីឡូ14000យកទៅស្លមកជូរក្បាលត្រីលឹក7ឆ្ងាញ់ណាមិញវាឆ្ងាញ់ហើយតែណែមិញបើមិញយកខ្ញុំធ្វើឲ្យស្អាតឲ្យធានាថាមកល្អតែហ្មងមិញអញ្ចឹងក្លឹងអាតូចនេះឲ្យខ្ញុំមួយមើលអូមិញចាំមកផ្លែអញ្ចឹងណែចាំខ្ញុំក្លឹងឲ្យណាអានេះកន្លះគីឡូចាស់ខ្វះតែបន្តិចទេ6ខាំតែខ្ញុំគិតតែកន្លះគីឡូបានហើយមិញអើយណែចាំបន្តិចទៀតខ្ញុំនឹងធ្វើឲ្យស្អាតឲ្យមិញណាចាអញ្ចឹងខ្ញុំចាំយកមើលធ្វើឲ្យស្អាតផងពោះវាអីនឹងវះឲ្យល្អផងណាបាទបាច់ភ័យទេមិញអើយធានាមកស្អាតជូនណែម៉ែឃើញណែមកណែខ្ញុំមានទូប្រាប់ទូមួយចោះមួយអីអានេះខ្ញុំឮគេថាពីកពៅប្រពន្ធអានទឹកសៅនឹងជពាក់លុយគេឲ្យវ៉ាន់ក៏ហើយហើយនិយាយមែនអីអ្នកមែនតើពិតមែនណាខ្ញុំឃើញគ្រូខាងអង្គការមកទានលុយផឹកល្ងាចជីចុកជីកដៅចង់សឹកមកផ្ទះវាអស់អូយចាំងផងនេះឃើញលុយចាយពេញដៃណាពិតជាមុខក្រាស់ណាចេះខ្វះគេមែនកំងហើយហើយឃើញរឹកហំហួនហើយស្មានតែគ្រាន់បើតាមពិតជាពាក់លុយគេសោះហ្នឹងសង្ស័យតែបន្តិចទៀតហ្នឹងអស់ផ្ទះអស់ដីនៅទេខ្ញុំជាអ្នកភូមិផងរបងជាមួយគ្នាសោះហេតុអីក៏និយាយអខ្វក់ពីគ្នាយ៉ាងនេះហើយបាទមែនតែនបាទមិញត្រីរឿហើយមិញចាហើយអស់ប្រហែលដែរទៅបាទ7000មិញណែនេះលុយណាបាទអរគុណមិញគ្រប់ហើយណាអត់មានជាពាក់ទេបាទអរគុណហើយមិញណែថ្ងៃក្រោយកុំភ្លេចមកជួយទិញទៀតផងណាមិញណាអូត្រីស្រស់បងប្អូនទិញត្រីទេបងទិញត្រីទេបាទត្រីស្រស់ល្អនេះ
តើប្អូនពៅពិតជាជាពាក់លុយគេដល់ថ្នាក់នឹងមែនអីអញ្ចឹងតើខ្ញុំគួរតែនៅបន្តខ្ចីលុយនេះឬក៏យ៉ាងណាមិនកើតទេខ្ញុំបើនៅតែគិតបែបនេះគឺមិនកើតទេខ្ញុំត្រូវតែទៅសួរប្អូនពៅសិនទៅបានពៅអើយពៅនៅផ្ទះទេហ្នឹងហ่ะចាអូយអ្នកណាគេចេះអូបងផឹមហើយខ្យល់អីបក់បងមកដល់ហ្នឹងអូគឺបងដើរកាត់នេះក៏ឈៀងចូលមកលេងនៅផ្លែតទៅអូអញ្ចឹងទេហើយសុខសប្បាយទេហ៎សុខតាបងចេញអង្គុយលេងសិនណាបងណាហើយមើលខ្ញុំទៅយកទឹកយកអីឲ្យបងភាសាអរគុណហើយពៅនេះបងជួយភាសាទឹកឲ្យបាត់ហត់បាត់អីសិនទៅអរគុណហើយណាពៅអូចេះមុំមកដល់ល្មមបងផឹមបងឯងអង្គុយលេងថងនឹងសិនហើយខ្ញុំមកទៅយកលុយគេមកផ្លែតចាចាំអីទេហើយពៅទៅជួបគេមានការអីហ្នឹងណាហើយពៅហួចលុយអីគេហ្នឹងឯងធ្វើជាមេតុងទីនគេមែនហាពៅអូមេតុងទីនស្អីបងនេះគឺចេះមុំហ្នឹងគាត់យកលុយផ្ញើខ្ញុំទុកឲ្យបងឲ្យលោកគ្រូខាងអង្គការហ្នឹងណាបងលុយសម្រាប់បងឲ្យលោកគ្រូបើបងអាចសុំសួរប្អូនរឿងមួយបានអត់ហ្នឹងចុះមានតែស្អីបងឆ្ងល់អីឆាប់សួរមកហើយបើសិនជាមិនពិតសូមពើកុំខឹងបងណាចាមិនអីទេបងមិនអីទេបងឮគេថាពើជាពាក់លុយគេច្រើនណាស់ហើយមួយថ្ងៃឃើញតែបុគ្គលិកគេមកទារលុយមិនលួសពេលសោះតើនេះវាជាការពិតដែរឬអត់ហាពើអូអ្នកណាគេថាបងវាមិនពិតទេអូប្រហែលជាគេអាសាឃើញលោកគ្រូចេញចូលផ្ទះខ្ញុំហើយមកទៅបើមិនពិតអញ្ចឹងតើយ៉ាងម៉េចវិញទៅណោះរឿងរ៉ាវគឺអញ្ចេះណាបងអូយ៉ាងម៉េចគឺខ្ញុំពិតជាបានខ្ចីលុយពីលោកគ្រូមែនខ្ញុំខ្ចីយកមកបង្ហើយជាក្រានបាយនេះអាតែក្រានខាងក្រោយហ្នឹងបងតាពីកន្លះឆ្នាំមុនអញ្ចឹងទេហើយចាតែខ្ញុំបានសងផ្ដាច់ទៅលោកគ្រូអស់ហើយកាលដែលលោកគ្រូគាត់ចេះតែចេញចូលនេះគឺមកពីលោកគ្រូឃើញខ្ញុំហ្នឹងមានការទទួលខុសត្រូវបងលុយណាក៏ទៀងទាត់នឹងមានភាពស្មោះត្រង់ទៀតចឹងហើយបានជាលោកគ្រូហ្នឹងក៏សុំឲ្យខ្ញុំហ្នឹងធ្វើជាបេឡាជួយប្រមូលលុយក្នុងភូមិឲ្យគាត់អញ្ចឹងទេហើយចាហើយគាត់ហ្នឹងបានសុំផ្ទះរបស់ខ្ញុំហ្នឹងធ្វើជាទីស្នាក់ការប្រមូលប្រាក់ដើម្បីជួយសម្រួលដល់បងប្អូនយើងនេះដែលគាត់នៅឆ្ងាយពីទីស្នាក់ការរបស់លោកគ្រូនៅខេត្តអញ្ចឹងបានជាឃើញលោកគ្រូចេញចូលគេថាពើជាពាក់លុយគេទៅវិញហើយធូរចិត្តបន្តិចខ្ញុំមិនក៏បងដកដង្ហើមធំអញ្ចឹងខ្ញុំមើលទៅបងមកថ្ងៃនេះដូចជាមិនមែនមានរឿងតែប៉ុណ្ណឹងទេពិតមែនទេបងពិតជាលះឯងមិនចិត្តមែនពើតាមពិតទៅបងកំពុងតែខ្វាយខ្វល់ចិត្តខ្លាំងណាស់ពីរឿងខ្ចីលុយនឹងណាមិនដឹងថាការសម្រេចចិត្តខ្ចីលុយរបស់បងនឹងវាត្រូវឬក៏ខុសនោះទេចាវាពិតជាមិនមានអ្វីខុសឆ្គងទេបងប្រសិនបើបងខ្ចីយកលុយទៅមានគោលដៅច្បាស់លាស់មិនឲ្យហួសពីលទ្ធភាពមិនខ្ចីពីលោកគ្រូនេះទៅសងលោកគ្រូនោះឬក៏អ្នកចងការឯកជនចាខ្ចីយកមកស៊ីដើម្បីបង្កើនចំណូលនោះវាមិនខុសទេបងហើយក៏មិនធ្វើឲ្យបងអន្តរាយដែរបងមិនមែនយកលុយមកហឺហាឬលេងល្បែងឯណាមែនទេបងចាត្រូវហើយពៅចាខ្ញុំស្គាល់ចរិតបងច្បាស់ណាស់ថាបងមិនមែនជាមនុស្សប្រភេទនេះនោះទេបងនេះចេះតែបារម្ភខ្លាចគ្មានសមត្ថភាពសងទៅលោកគ្រូវិញនឹងខ្លាចប៉ះពាល់ដល់កិត្តិយសគ្រួសារបងម្យ៉ាងបងក៏ធ្លាប់ឮរឿងមិនល្អខ្លះពីការខ្ចីប្រាក់នេះដែរចាការបារម្ភរបស់បងគឺពិតជាត្រឹមត្រូវណាស់ចឹងហើយដើម្បីជៀសវាងនៅបញ្ហាទាំងអស់នេះបងចាំបាច់ត្រូវតែផ្ដល់តែព័ត៌មានណាដែលពិតតែប៉ុណ្ណោះនៅពេលស្នើសុំខ្ចីប្រាក់បងមិនត្រូវបំភ្លើសឬបំពងព័ត៌មានចំណូលចំណាយរបស់បង
ដែលព្រោះតែខ្លាចមិនបានលុយតាមចំនួនដែលបងចង់បាននោះទេបងត្រូវចេះគ្រប់គ្រងការចាយវាយរបស់បងនិងគ្រួសារឲ្យបានច្បាស់លាស់ជាងមុន ចា ចាម្យ៉ាងទៀតណាបងមនុស្សភាគច្រើនណាច្រើនតែគិតថាការខ្ចីលុយគេនោះវាគឺជារឿងអាម៉ាស់បាក់មុខខ្លាចគេសើចខ្លាចគេរិះគន់តែការពិតណាវាគ្មានអីត្រូវខ្មាស់ទេការពិតណាលុយដែលខ្ចីគេក៏ដូចជាលុយរបស់យើងដែរព្រោះយើងមិនបានទៅសុំគេទៅទេមែនទេបង ចាត្រូវហើយបើ វាដូចតែលុយយើងសំដែរនឹងក៏គ្រាន់តែយើងនឹងយកមកចាយមុនបន្ទាប់មកទើបយើងបង់សងទៅគេវិញតិចដងទៅតាមដំណាក់កាលតែប៉ុណ្ណឹង មែនហើយនៅតែជាលុយយើងដដែលនឹងគ្រាន់តែយើងយកមកចាយមុនប៉ុណ្ណោះម្យ៉ាងបងយកមកពង្រីកមុខរបររបស់បងឲ្យកាន់តែរីកចម្រើនជាងមុនធ្វើឲ្យជីវភាពគ្រួសាររបស់បងនេះគឺវាល្អប្រសើរអញ្ចឹងបងមានរឿងអីគួរឲ្យខ្មាស់ ចាពិតមែនហើយបង ហើយក៏មិនមានអីគួរឲ្យបារម្ភដែរ ចា ប៉ានីងគឺបងលែងគិតទៀតហើយណាពៅ ចាបងឯងគិតអញ្ចឹងគឺត្រឹមត្រូវហើយបង ពៅបងអរគុណហើយណាដែលបានពន្យល់បងពេលនេះបងយល់ហើយ ចាមិនបាច់គុណស្រ័យអីទេបងយើងសិតតែជាញាតិមិត្តចិត្តខាងគ្នាទេ ហើយបងក៏លែងបារម្ភទៀតដែរ បារម្ភទៅស្អីបង ចាអរគុណពៅអាឡែងតែនិយាយ ចា ពៅអើយម៉ោងដល់បាយទឹកកូនល្មមបងគិតសុំលាពៅទៅសិនហើយណា ចាបងហ្នឹងហើយសង្ឃឹមថ្ងៃក្រោយបងឯងអាសាមកលេងខ្ញុំផងបងណា ចាមអីទេពៅ ច